ថ្ងៃនេះនៅសល់សាច់ជ្រូកបន្តិចហើយនឹងបកានឹងបន្តិចផងដែរយកមកឆាស្នៀតពោតជាមួយនឹងផ្សិតកំប៉ុងហើយផ្សិតកំប៉ុងនឹងគឺទិញរៀងយូរដែរឡើយជាមួយនឹងស្នៀតពោតក៏ស្នៀតពោតកំប៉ុងដែរព្រោះថាទៅផ្សារនឹងឃើញក៏ទិញតុកអញ្ចឹងទៅអញ្ចឹងហើយពេលខ្លះភ្លេចយកធ្វើម្ហូបទៀតអញ្ចឹងទៅសល់រៀងយូរអញ្ចឹងប្រមូលយកមកធ្វើម្ហូបឲ្យអស់តែម្ដងចំពោះគ្រឿងផ្សំថ្ងៃនេះគឺខ្ញុំហាន់ទុករួចជាការស្រេចតែម្ដងព្រោះថាពេលថតផងហើយនឹងហាន់ផងរៀបចំផងគឺរៀងយូរអញ្ចឹងហើយគឺថតកាត់ទៅលឿនបន្តិចបងប្អូនណាចំពោះបន្លែសាច់អីគឺមានតែប៉ុណ្្នឹងទេឥឡូវខ្ញុំមកលាយទឹកសូសសម្រាប់ឆាវិញគឺលាយតែម្ដងគឺយើងឆាមិនបាច់ថែមគ្រឿងអីច្រើនដងខ្ញុំមានទឹក3ទៅ4ស្លាបព្រាបាយមានទឹកត្រី1ស្លាបព្រាបាយផងដែរបន្ទាប់មកខ្ញុំមានស្ករសបន្តិចបងប្អូនហើយម្រេចហ្នឹងដាក់តាមការចូលចិត្តថែមប៊ីចេងបន្តិចផងដែរហើយនឹងម្សៅស៊ុបមាន់បន្តិចហើយចំពោះអំបិលខ្ញុំអត់ទាន់ដាក់ទេហើយខ្ញុំថែមជាមួយនឹងប្រេងខ្យង1ស្លាបព្រាបាយពេញណាបងប្អូនដោយសារតែឆាយើងនោះគឺឆារៀងតិចដែរអញ្ចឹងខ្ញុំអត់ទាន់ថែមអំបិលអីទេបើសិនជាយើងឆាឆ្អិនហើយយើងភ្លក់មើលរៀងសាបចាំយើងថែមទឹកត្រីក៏អំបិលតិចតួចតាមនឹងទៀតណាបងប្អូនហើយខ្ញុំមានទឹកបន្តិចផងដែរខ្ញុំមានជាមួយនឹងម្សៅពោតប្រហែលជាកន្លះស្លាបព្រាកាហ្វេទេគឺអត់ដល់1ស្លាបព្រាពេញអីទេកូរឲ្យសាបមកជាមួយនឹងទឹកហ្នឹងបងប្អូនបន្ទាប់មកយើងដាក់ខ្ទះបើកភ្លើងទៅចាក់ប្រេងឆាបន្តិចមកបន្ទាប់មកខ្ញុំដាក់បង្គាខ្ញុំចៀនមុនសិនហើយបង្គាហ្នឹងស្មានតែសល់ច្រើនបងប្អូនហើយសល់តែ5-6គ្រាប់ព្រោះអីអត់បានមើលស្មានតែនៅច្រើនបងប្អូនហើយចៀនបង្គាយើងឲ្យរៀងឆ្អិនបន្តិចមកចាំយើងដាក់ខ្ទះអណ្ដាលហ្នឹងហើយដាក់ខ្ទឹមសចូលទៅហើយឆាខ្ទឹមសយើងឲ្យឡើងឈ្ងុយបន្តិចមកចំពោះខ្ទឹមសក៏បានខ្ទឹមក្រហមក៏បានតាមបងប្អូនចូលចិត្តអញ្ចឹងណាចាបន្ទាប់មកទៀតឆាខ្ទឹមសឈ្ងុយហើយចាំយើងចាក់ជាមួយនឹងសាច់ជ្រូកយើងចូលសាច់ជ្រូកហ្នឹងដាក់ច្រើនឬតិចតាមការចូលចិត្តដូចគ្នាដែរហាន់រៀងស្ដើងតិចមកបងប្អូនឆាសាច់យើងឡើងឆ្អិនតិចហើយចាំយើងដាក់ជាមួយនឹងបន្លែចូលមានផ្សិតហើយនឹងស្នៀតពោតនិងផ្សិតកំប៉ុងស្នៀតពោតក៏កំប៉ុងដែរកាលហ្នឹងនឹកឃើញថាចង់ធ្វើសម្លតុងយ៉ាំឯងបងប្អូនអើយប៉ុន្តែអត់បានធ្វើសោះអញ្ចឹងទៅយកមកឆាវិញចាក់បន្លែចូលហើយយើងចាក់ទឹកសូសយើងចូលដូចគ្នាដែរចំពោះទឹកសូសហ្នឹងបើសិនជាបងប្អូនភ្លក់ទៅរសជាតិណាបើអត់ត្រូវទេបងប្អូនអាចថែមថយគ្រឿងតាមការចូលចិត្តទៅដូចខ្ញុំអត់ដាក់អំបិលអីទេបងប្អូនប៉ុណ្ណឹងគឺល្មមហើយព្រោះថាអត់ត្រូវការប្រៃខ្លាំងទេយើងយកមកល្មមអញ្ចឹងណាកុំឲ្យប្រៃខ្លាំងពេកហើយយើងចាក់បង្គាយើងចូលទៅហើយនឹងទឹកម្សៅពោតហ្នឹងពេលដែលយើងចាក់ទឹកម្សៅពោតហ្នឹងទៅធ្វើឲ្យទឹកឆាយើងរៀងខាប់ញ៉ាំទៅឆ្ងាញ់បងប្អូនព្រោះថាខ្ញុំចូលចិត្តឆាបែបហ្នឹងឆាបែបនេះបើសិនជាចូលចិត្តខ្ទឹមបារាំងបងប្អូនអាចហាន់ខ្ទឹមបារាំងដាក់ផងដែរព្រោះថាដាក់ទៅកាន់តែឈ្ងុយណាឆាសាច់ហើយនឹងបន្លែហ្នឹងឲ្យឡើងឆ្អិនសិនចាំយើងចាក់ជាមួយនឹងស្លឹកខ្ទឹមយើងចូលហើយយើងភ្លក់មើលទៅរសជាតិវិញយកតាមការចូលចិត្តណាបងប្អូនចាចំពោះខ្ញុំប៉ុណ្ណឹងគឺល្មមឆ្ងាញ់តែម្ដងនិយាយទៅឆាបែបហ្នឹងហើយបើយើងឆារៀងប្រៃពេកក៏អត់ឆ្ងាញ់ដែរបងប្អូនឆារៀងសាបល្មមញ៉ាំទៅឆ្ងាញ់មែនទែនខំថាឆាហ្នឹងតិចបងប្អូនពេលដែលឆាហើយមានណាឡើងមួយចានធំដែរញ៉ាំតែ2អ្នកកូនបើទេគឺអស់តែម្ដងឆាងាយវិធីធ្វើក៏ងាយស្រួលដែរហើយបើយើងឆាមានបន្លែស្រស់មានការ៉ុតអីទៀតយើងថែមតាមនឹងទៀតទៅបងប្អូនហើយតែឆារបៀបបែបនេះវិញគឺខ្ញុំចូលចិត្តឆាទៅលាយជាមួយនឹងទឹកម្សៅឆាតិចដើម្បីឲ្យមានទឹកខាប់អញ្ចឹងណាបងប្អូនពេលញ៉ាំទៅឆ្ងាញ់មែនទែនមួយមុខនេះចំណាយតិចហើយធ្វើលឿនទៀតហើយរសជាតិវិញក៏ឆ្ងាញ់ផងដែរ